ជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរក្មួយម្ចាស់ពេកអ៊ំសូមបញ្ចូលវីដេអូនេះជាមួយនឹងเพจរបស់ក្មួយបន្តិចបាទសូមទស្សនាដូចតទៅទៀតណាសៀមពេលវាចង់វាយយកទឹកដីយើងវាបានដកមន្ត្រីទូតទៅប្រទេសវាវិញពេលវាប្លន់ទឹកដីយើងឆ្អែតឆ្អន់ហើយវាក៏ហៅយើងសម្របសម្រួលហើយចង់ដាក់មន្ត្រីទូតមកប្រទេសយើងវិញហើយចង់បបួលយើងត្រូវរើគ្នាដើម្បីលក់ទំនិញឲ្យយើងធម្មតាតែទឹកដីយើងវាមិនប្រកល់ឲ្យនោះទេតើយើងត្រូវល្ងងធ្វើតាមអ្វីដែលវាចង់បានឬទេពេលនេះសេដ្ឋកិច្ចរបស់វាចាប់ផ្ដើមធ្លាក់ចុះដុនដាបយ៉ាងខ្លាំងតើយើងគួរសម្របសម្រួលជាមួយវាដែរឬទេបងប្អូនមានមតិគំនិតយ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះជម្រាបសួរបងប្អូនខ្មែរទូទាំងពិភពលោកនិងជម្រាបសួរថ្នាក់ដឹកនាំចំពោះរដ្ឋាភិបាលថៃសំស្នើឬក៏យ៉ាងម៉េចអីវានឹងចង់មានគម្រោងបើកព្រំដែនណាខ្ញុំបាទមួយមុនគេសំស្នើដល់ថ្នាក់ដឹកនាំទាំងពីរគឺបដិញ្ញាដាច់ខាតមិនឲ្យបើកជាដាច់ខាតលុះត្រាណាព្រំដែនបានរួចរាល់គ្រប់បែបយ៉ាងទាំងអស់មកលើខ្មែរវិញនឹងសំណងនោះសូមលោកម្ចាស់បើកក៏បើកមិនបើកក៏ស្រេចចិត្តលោកម្ចាស់ទាំងពីរយ៉ាងប៉ុន្តែដំណាក់កាលនេះខ្ញុំសូមស្នើលោកទាំងពីរថាគឺខ្ញុំបដិញ្ញាមិនបើកសូមមិនឲ្យបើកទៀតនេះខ្ញុំសូមស្នើមុនគេទៀតណាបាទសូមអរគុណសុខសប្បាយទាំងអស់គ្នាទៀត